សួស្តីពុកម៉ែបងប្អូនបាទសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបបាទសម្រាប់ថ្ងៃនេះផងដែរបាទអត់ដឹងថាធ្វើម្ហូបអីទេបាទក៏បើកទូទឹកកកទៅក៏ឃើញមានស្ពៃក្តោបនោះមួយចំហៀងហើយមាន់ហ្នឹងក៏សមមួយចំហៀងដែរតែក៏យកមកប្រឡាក់គ្រឿងទៅបាទដូចឃើញនៅក្នុងវីដេអូអញ្ចឹងបាទមានទឹកស៊ីអ៊ីវខាប់អញ្ចឹងទៅអំបិលស្ករប៊ីចេងអញ្ចឹងបាទគ្រឿងធម្មតាអញ្ចឹងហើយយើងមានស្លឹកក្រូចបាទហើយនឹងរំដេងហើយនឹងខ្ទឹមសផងដែរបាទបន្ទាប់ពីធ្វើការប្រឡាក់ហើយយើងមកបើកហ្គាសដាក់ឆ្នាំងទៅបាទហើយចាក់ប្រេងចូលទៅហើយយើងធ្វើការដាក់មាន់បាទចូលក្នុងឆ្នាំងបាទដើម្បីដុតវាបាទហើយការដុតមាន់បាទមិនយូរទេបាទគឺយើងមើលថែភ្លើងរហូតអញ្ចឹងកុំឲ្យវាខ្លោចបាតបាទកាលណាខ្លោចបាតគឺយើងដាក់បន្លែចូលទៅគឺល្វីងបាទអញ្ចឹងហើយគឺយើងដាក់បន្លែចូលរួចមកក៏ឥឡូវនេះមាន់យើងក៏មើលទៅរាងឆ្អិនហើយបាទនេះបើកក្រាបមកក៏មាន់ក្រហមឆេះល្អបាទគឺល្មមនឹងញ៉ាំហើយបាទចឹងអ្នកទាំងអស់គ្នាមើលបាទទំនងញ៉ាំដែរទេនេះបាទអូខេតោះចឹងក៏មកអងយូទៅធ្វើការភ្លក់បាទមាន់ដុតស្ពៃក្តោបជាមួយខ្ញុំទាំងអស់គ្នាបាទThì đây là bắp thì một con mì ó tinh tục thành thường phải này còn lục nhâm mi này nè thì sạch chạm mình Mình liệt làm miết